ការដំឡើងឆ្នាំងអ៊ុតប្រភេទ Possible Star របស់កូរ៉េពណ៌សនេះជាដំបូងគឺយើងចាប់ផ្ដើមយកសាយ៉ូវាមាន2តង់បាទគេធ្វើឡើងសម្រាប់ឲ្យយើងដកចេញពីឆ្នាំងអ៊ុតផ្ទាល់នៅពេលដែលយើងចង់ប្រហូរទឹកឬសាយ៉ូយើងមានខ្យល់ចូលក្នុងការបាញ់ចំហាយទឹកមិនបានល្អគឺដោយសារតែមានចំពោះខ្យល់នៅក្នុងសាយ៉ូខ្លះចំហាយទឹកយើងបាញ់អត់បានល្អទេចឹងបងប្អូនដើម្បីបានសាយ៉ូដែលបាញ់ចំហាយបានល្អសូមកុំឲ្យមានការចូលខ្យល់នៅក្នុងសាយ៉ូពេលដែលយើងដោតអានេះការដំឡើងដំបូងហើយដើម្បីជៀសវាងចំណុចអស់នេះគឺយើងរក្សាទឹកនៅក្នុងឆ្នាំងអ៊ុតយ៉ាងហោចណាស់ធំតាអសវាហ្នឹងនៅពេលដែលយើងដំឡើងរួចហើយយើងត្រូវបើកទឹកមើលសាកថាហូរទឹកប៉ុណ្្នឹងគឺល្មមនៅបងប្អូនកុំមូលកន្លែងបហូរទឹកហ្នឹងពេលខ្លាចវាលងទៅវាធ្វើឲ្យលិចជ្រាបអញ្ចឹងបើឡើងមកល្មមដែលយើងសាកថាតើទឹកនៅក្នុងសាយ៉ូហ្នឹងវាចេញមកពេលហើយបានយើងចាប់ដើមផ្អៀងឆ្នាំងអ៊ុតហើយធ្វើការដោតសាយ៉ូចូលក្នុងឆ្នាំងរូបដែលខ្ញុំបានបង្ហាញនេះហើយនេះគឺជាទ្រនាប់នេះគឺយើងដាក់បញ្ចូលជាមួយនឹងឆ្នាំងអ៊ុតកាត់បន្ថយការក្តៅកាត់បន្ថយការឆេះសាច់កណាត់ធ្វើឲ្យសាច់កណាត់ហ្នឹងមិនងាយបែកទៅលើទឹកហើយយើងមើលរបៀបចងខ្សែហើយខ្ញុំឲ្យខ្សែចំណងទៅ2ចងនៅកន្លែងគៀនគល់ម្សៅមួយនិងពាក់កណ្ដាលខ្សែមួយឬក៏បងប្អូនគិតថាចងប៉ុណ្ណាល្មមគឺប៉ុណ្្នឹងទៅយើងធ្វើការបើកសាកដោយបងប្អូនបើកសីតុណ្ហភាពវាចាប់ពី4ទៅ5លេខចោលប្រហែលជា1នាទីនៅពេលដែលបានហើយគឺបងប្អូនចាប់បានចុចចំហាយទឹកសាកតែម្ដងបាទហើយបើសិនជាហើយទឹកវាចេញមកទៅល្អទេបងប្អូនចុច2ទៅ3ដងហើយកុំចុចទៀតឲ្យសោះអញ្ចឹងធ្វើការអ៊ុតទៅនៅពេលដែលវាបាញ់ចេញយើងចុច1បើសិនជាទឹកវាមិនទាន់មកទេយើងចុច3ដងជាប់គ្នាដើម្បីឲ្យម៉ូទ័រទឹកហ្នឹងគឺបំទឹកចូលនៅក្នុងម៉ូទ័របាទអញ្ចឹងយើងធ្វើការទៅតាមហ្នឹងឬជាដើម្បីប្រើប្រាស់ឆ្នាំងអ៊ុតឲ្យបានល្អតាមស្តង់ដារចំហាយទឹកគឺបងប្អូនដាច់ខាតត្រូវតែដំណើរការឆ្នាំងអ៊ុតមុន1នាទីមុនឬត្រឹម2នាទីក៏បានបញ្ជាក់ថាឆ្នាំងអ៊ុតយើងក្តៅហើយអញ្ចឹងយើងធ្វើការមួយប៉ឹកមានន័យថាវាចេញចំហាយខ្សោយបងប្អូនចុចដល់3ប៉ឹកវាមានន័យថាទឹកវាមកគឺខ្លាំងជាងមុនអញ្ចឹងដល់ពេលដែលខ្លាំងជាងមុនយើងអ៊ុត3ដងយើងធ្វើការចេញម្ដងអ៊ុត3ដងយើងធ្វើការចេញម្ដងតែបើសិនជាចំហាយទឹកផ្ដល់មិនគ្រប់គ្រាន់ទេបងប្អូនធ្វើការចុច1អ៊ុត1ចុច1អ៊ុត1អាហ្នឹងបើសិនជាឆ្នាំងអ៊ុតក្តៅតែបើសិនជាឆ្នាំងអ៊ុតត្រជាក់យើងចុចអញ្ចឹងច្បាស់ណាស់ថាទឹកនឹងហូរឆ្នាំងអ៊ុតមិនខានហើយសីតុណ្ហភាពវាយើងអាចបើកពីចន្លោះពេលដែលយើងចាប់ដើមក្តៅហើយយើងអាចបន្ថយមកធំ4ក៏3ហើយបើសិនជា3អ៊ុតមិនសូវស្មូតល្អបងប្អូនដាក់4ហើយបើសិនជាប្រភេទកណាត់ក្រាស់ៗបងប្អូនដាក់រហូតដល់5ក៏បានដែរតែត្រូវការអ៊ុតដៃឲ្យញាប់បន្តិចណាអរគុណ